cái surprise đỏ pe trên surprise cái quán cái tha không đắt ok bây năm anniversary surprise cái tha không đắt chân cái độ con bà dơ là cái con bà surprise không phải đắt thôi đâu đây mà đấy là cái đấy very best ដូរលឿនទៅហាងយីម៉ែជាមួយខ្ញុំបាច់ surprise អត់ជោគជ័យលែងហាងមីរ៉ាត់អីស្លន់ខ្លាំងហ្មងខ្ញុំ booking គេមុនតែមួយថ្ងៃទេតែឯឆាប់វិញទៅ confirm នេះអីរួចគឺខ្ញុំមក shift ចោលតែឃើញបែកធ្លាយហ្មងបើក៏វិញខ្ញុំទិញមុនតាំងពីយូរណាសម្រាប់នេះលកាខ្ញុំទិញពីខាងវ៉ាមែនហើយនេះលកាហ្នឹងគឺខ្ញុំបោកថាគេឲ្យថតតែមានអីពេលចុះមកគេ surprise បានមកនិយាយទៅឆ្នាំខ្លះគាត់បានតែណាក៏ត្រូវមាន cake ឲ្យខ្ញុំដែរតែ surprise នៅ fail ដដែលដោយសារដាក់ទូរស័ព្ទកណ្ដាលវាល project បែបថតហ្នឹងគឺខ្ញុំយកបែបតាមផ្លូវអញ្ចឹងណាតែពិតមកដល់កន្លែងញ៉ាំហើយគាត់ជិះទៅចតឡានដល់ណាដល់ខ្ញុំថាបកទៅវិញដើរឆ្ងាយក៏បានឈប់នៅគៀនហ្នឹងទៅចុងក្រោយក្មេងនៅអត់ដឹងអីទេណាទីម៉ែអត់មកឈ្មោះហត់តែបើគ្រាន់តែយកមកញ៉ាំអីវាសាពេកយើងត្រូវមាន surprise មានអីតិចដែរដើម្បីញ៉ាំបរិយាកាសវាកាន់តែលយបើសារ50សម្រាប់ខ្ញុំគឺ50គាត់ផ្ដល់ឲ្យខ្ញុំផ្ដល់ឲ្យគាត់អ្នកដល់នេះគាត់ថាមនុស្សស្រីក្មេងតូចតែនៅក្នុងខ្លួនមនុស្សប្រុសគឺមានចរិតក្មេងតូចដូចគ្នាចិត្តឲ្យគេមើលថាយកចិត្តទុកដាក់ដូចតែមនុស្សស្រីយើងចឹងហាមៀតគេធំជាងយើងគេមានកម្លាំងពេញសាច់ពេញអីជាងយើងចឹងគេត្រូវការពីយើងជារឿងធម្មតាថ្ងៃនេះយកមកញ៉ាំអីបែប fine dining គេមានរៀបចំមុខម្ហូប7 8មុខឲ្យយើងចឹងនេះរៀងផ្លែត្រង់ថាគេចាំទទួលយើងហ្នឹងគេដាក់ម្ហូបឲ្យមួយមុខបន្ទាប់មកគេយកយើងទៅញ៉ាំអីនៅក្នុងជាក្រានបាយគេមកញ៉ាំមុខគឺគេបញ្យល់មុខប៉ុន្តែមានរត់ភ្លេចអស់ហើយមិនដឹងស្អីទៅស្អីខ្លះហេព្រោះជាតិគឺខុសប្លែកពីខ្ញុំតែញ៉ាំនៅកន្លែងផ្សេងរដថាបរិយាកាសនៅក្នុងនេះគឺអត់ភ្លឺណោះនេះដាក់ភ្លើងឡើងសតុំហ្មងយើងនេះហៅតាំងងុយដេក fine dining ខ្លះគឺជាប្រភេទអាហារអឺរ៉ុបតែ fine dining នេះគឺជាការដែលគាត់ចេញពីម្ហូបខ្មែរដោយស្លគ្រាប់ឈូកអីចឹងទៅណាម្ហូបគេមានច្រើនមានប្រអែមមានអីនៅចុងក្រោយទៀតខ្ញុំរស់លើកនេះគិតថាអាចត្រូវបានច្រើនជាមនុស្សដែលអាចទៅណាទៅណីមួយខ្ញុំ2នាក់បានហើយអត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាឯកាឬក៏ត្រូវបានគេ ignore វាមិនងាយស្រួលទេដែលយើងរើសមនុស្សដែលគេស្រឡាញ់យើងហើយយើងក៏ស្រឡាញ់គេចឹងបើមានអោបកសោពេលវេលានឹងធ្វើឲ្យអស់ពីចិត្តខុសត្រូវមិនពេលបែកផ្លូវគ្នាយើងអត់ស្ដាយក្រោយទេឲ្យតែរកកម្មវិធីខ្ញុំមិនដឹងថាមនុស្សប្រុសចង់បានអីទេឃើញគាត់ស្រឡាញ់តែនាឡិកាអញ្ចឹងខ្ញុំទិញតែនាឡិកានឹងឯងប៉ុន្តែលើកនេះខ្ញុំពាក់បែប couple collection ថ្មីរបស់ Warman ហ្នឹងគឺចេញមកសម្រាប់ដៃគូគេហ្នឹងមកបើមនុស្សប្រុសស្រឡាញ់អីផ្សេងទៀតអ្នកនេះជួយ comment ផងមើលបន្ទាប់ពីសប្រាចាប់ញ៉ាំអីក៏ហើយអញ្ចឹងយើងទៅផ្ទះងូតទឹកដេស្រីៗណាគេអត់ដឹងទេណាចាតែស្រីៗផ្ទះនេះគឺងូតទឹកម្ដង1ម៉ោងវាបានជាមួយនឹងសាប៊ូដោះខ្លួនរបស់ Bella នេះទៀតមកមានជាការងូតទឹកបញ្ចង់ចេញពីបន្ទប់មិនដែលឃើញទេសាប៊ូអីដោះខ្លួនឲ្យខ្លួនតូនថែមទាំងក៏អូបចុកខ្លួនដូចទឹកអប់ជាពិសេសអាពណ៌លឿងនេះខ្ញុំកំពុងតែដោះនេះហាជំនួយធ្វើឲ្យស្បែកភ្លឺអញ្ចឹងអ្នកដែលគាត់កំពុងតែស្បែកស្អាតថាស្អាតដោយសារតប្រើអីអត់ថឬក៏ថ្ងៃខែយើងមកមិនសូវទៀងទាត់ដោះសាប៊ូដោះខ្លួននឹងជាប្រចាំមកជួយស្បែកសភ្លឺហ្មងហើយសាប៊ូដោះខ្លួនគាត់មានរហូតដល់14ពណ៌4ជម្រើសខុសៗគ្នាតម្រូវទៅតាមស្បែកអ្នកប្រើប្រាស់តែបើនិយាយពីក្លិនក៏អូបចុកខ្លួនដូចទឹកអប់នេះហាគឺមានទៅលើគ្រប់ពណ៌តែម្ដងពូច្រើនស្រួលដោះខ្លួននឹងលាងកម្ចាត់ដីទលីព្រមទាំងបាក់តេរីនៅលើស្បែកយើងបានច្រះស្អាតល្អបើនិយាយពីតម្លៃគេគឺថារត់ទៅសមរម្យទៀតហើយសំខាន់គឺជាផលិតផលរបស់កូនខ្មែរសាប៊ូនេះចំណុចពិសេសមួយទៀតដែលខ្ញុំស្រឡាញ់គឺលាងខ្លួនទៅអត់នៅអាជាតិល្អនៅលើខ្លួនទេកាន់តែអាននៅត្រង់ថាអ្នកដែលគាត់ស្បែកស្ងួតមើលតែស្បែកពេញខ្ញុំដោះសាប៊ូគឺថាមានសំណើមពេញលេញតែម្ដងតែតាំងពីហីកាមកខ្ញុំរកច្រើនសាប៊ូហើយតែបតែសាប៊ូនេះហេតុតែត្រូវចិត្តប្រូហៀងទិញខ្ញុំសាក់រហូតដល់4ពណ៌អត់ទាន់អស់ទេច្រើនរបស់គេសម្រាប់ពណ៌កញ្ចក់ជួយស្បែកយើងទន់ថ្លាហើយមានសំណើមចំពោះពណ៌បៃតងអ្នកដែលគាត់មានបញ្ហាមុនខ្នងណារកទៅបាត់ដូចគេបាត់ពណ៌ស្វាយសម្រាប់អ្នកដែលគាត់មានសង្វាររីឯអ្នកដែលគាត់ស្បែកស្អាប់អាចសាក់ប្រើពណ៌លឿងបានហើយអត់ពិបាករកទិញណាមិនថាទិញតាមអនឡាញតាមផ្សារឬក៏តាមហាង skincare ផ្សេងៗមានច្រើនសម្បូរបែបហ្មង